Ngày níភ្ញាក់ពីព្រឹកមកគឺថាបានបាយស្រូបបឋមញ៉ាំបាយស្រូបនេះមួយចានតែ2500ឯងមានបងប្អូនណាចង់ទិញអត់ចាអាចកំងពីនីសាបានភ្ញាក់ពីគេងព្រឹកឡើងនោះមានអារម្មណ៍ថាឃ្លានអញ្ចឹងទៅក៏សួរម្ចាស់ផ្ទះសិនមានអីខ្លះនៅក្នុងទូទឹកកកហើយមូនីកាក៏គាត់ថាងបងមានសាច់ជ្រូកចាមានសាច់សុទ្ធក៏មានសាច់3ជាន់ក៏មានហើយមានបន្លែមានអីចឹងណាអញ្ចឹងទៅក៏សម្រេចចិត្តថាធ្វើបាយសាច់ជ្រូកញ៉ាំសំខាន់ចុងភៅថ្ងៃនេះភ្ញាក់មកគឺថាអត់តាន់បានរៀបចំខ្លួនអីទេនាំគ្នាមកធ្វើម្ហូបញ៉ាំសិនពួកអីឃ្លានបងប្អូន ហើយសម្រាប់របៀបធ្វើជ្រក់របស់ខ្ញុំគឺខ្ញុំមានតែសក់មានការ៉ុតហើយនិងមានមើមកូរ៉ាប៊ីបើសិនជាបងប្អូនមានល្ហុងអាចដាក់ល្ហុងក៏បានដែរចាមុននឹងយើងលាយគ្រឿងហ្នឹងគឺខ្ញុំយកបន្លែរបស់យើងនេះយកមកប្រឡាក់មួយអំបិលហើយទុកចោលមកសន្ទុះសិនណាបន្ទាប់មកគឺខ្ញុំកូរស្ករចាកូរស្ករឲ្យឡើងឈ្ងុយបន្ទាប់ពីស្ករយើងឡើងឈ្ងុយហើយគឺខ្ញុំដាក់ទឹកប្រេងខ្យងចូលហើយដាក់ប៊ីចេងចូលតិចតិចចាទឹកត្រីអំបិលអីហ្នឹងដាក់តិចតិចទៅបន្ទាប់មកទៀតគឺយើងយកសាច់ជ្រូកដែលយើងបានហាន់មុនហ្នឹងយើងយកមកចាក់ចូលទាំងអស់តែម្ដងនៅពេលដែលយើងចាក់សាច់ជ្រូកចូលទាំងអស់ហ្នឹងគឺយើងបន្ថែមទឹកបន្តិចទៅដើម្បីឲ្យសាច់ជ្រូករបស់យើងឆ្អិនល្អរបៀបធ្វើបែបហ្នឹងគឺខ្ញុំចេះធ្វើតាមប្អូនស្រីម៉ាណែតទេគាត់គឺជាបងស្រីជីដូនមួយរបស់ម៉ូនីកាអញ្ចឹងទៅគឺពីដើមគាត់អ្នកលក់បាយស្រូបបាយអីអញ្ចឹងចាក៏បានតិចនិចពីគាត់មកតិចតួចបន្ថែមទៀតសំខាន់ឥឡូវនេះចាណែតចេញមកហើយចាបន្ទាប់ពីចេញមកហ្នឹងនាំគ្នាញ៉ាំទឹកញ៉ាំកាហ្វេបន្តិចសិនហើយម៉ូម៉ូគេយកផូលីទៅដើរលេងនៅខាងក្រៅឆ្លៀតពេលហ្នឹងផងដែរគឺខ្ញុំទៅដូរជាមួយនឹងសាឡីអនាម័យតិចសិនបងប្អូនអើយហើយសាឡីអនាម័យដែលខ្ញុំជ្រើសរើសយកមកប្រើហ្នឹងគឺខ្ញុំប្រើជាមួយនឹងសោភានារីលក្ខណៈពិសេសរបស់សម្លៃអនាម័យនេះគឺមានភាពវែងទន់ហើយស្វិតងាយស្រូបទឹកបានលឿនណាយើងប្រើទៅគឺល្អមែនទែនបងប្អូនចាអត់ប្រឡាក់ខោតប្រឡាក់អីទេព្រោះបងប្អូនមើលទៅប្រវាយហើយនឹងទំហំទៅគឺល្អស្រួលប្រើមែនទែនហើយសំខាន់អត់ស្គៀបអត់ល្មោះអត់អីទេឥឡូវហ្នឹងបន្ទាប់ពីរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមមកធ្វើជ្រក់បន្តចាជ្រក់ហ្នឹងយើងត្រាំទឹកត្រាំអំបិលវាចោលតិចទៅគឺវាចេញជាតិទឹកណាអញ្ចឹងទៅគឺយើងយកវាទៅលាងចាយកវាទៅលាងពីប៊ីទឹកឲ្យបានស្អាតមកស្រោះវាស្រោះទឹកបន្តិចទៅសំយើងថែមគ្រឿងមានដូចជាស្ករទឹកត្រីប៊ីចេងហើយនឹងទឹកខ្មេះចាបងប្អូនថែមគ្រឿងតាមចំណូលចិត្តច្បល់ហើយផ្អាប់វាទុកចោល15នាទីទៅគឺញ៉ាំបានហើយសំខាន់រសជាតិឆ្ងាញ់ដែរហ្នឹងណាបងប្អូននិយាយលេងអីចាធ្វើលឿនអញ្ចឹងឆ្ងាញ់ដែរតាហើយសំខាន់ណាកុំភ្លេចជាមួយនឹងពងទាចៀនគឺបាយស្រូបតែអត់ពងទាចៀនគឺអត់ឆ្ងាញ់ទេហើយខ្ញុំចូលចិត្តមិនថាពងចៀនមិនថាពងកោសហើយគឺខ្ញុំចូលចិត្តទាំងអស់ពងទាខក៏ខ្ញុំចូលចិត្តដែរចាអញ្ចឹងយើងចៀនពងនឹងហើយគឺរួចរាល់ហើយបងប្អូនបាយស្រូបយើងចៀនពងទាចៀនអីហើយហ្នឹងឥឡូវនេះម៉ាណែតមកធ្វើទឹកស្រូបវិញម្ដងសម្រាប់ទឹកស្រូបរបស់គាត់គឺងាយទេខ្ទះដែលយើងបានចៀនសាច់មិញហ្នឹងគឺយើងយកមកថែមទឹកបន្តិចមកយើងកូរវាទៅយើងដាក់ស្លឹកខ្ទឹមចូលហើយមកពុះទៅគឺបានហើយបងប្អូនឆ្ងាញ់ចាងាយលឿនស្រួលឥឡូវគឺយើងចាប់ផ្ដើមហាន់ពងទាហាន់សាច់ជ្រូកហាន់អីចឹងទៅដើម្បីយកទៅដាក់រៀបចំញ៉ាំចាថ្ងៃនេះគឺគ្នា4នាក់ម្នាក់មួយចានម្នាក់មួយចានណាញ៉ាំឲ្យឡើងហល់ហើយបើសិនជាខ្ញុំទៅនៅផ្ទះម្នាក់ឯងគឺខ្ញុំអត់សូវធ្វើញ៉ាំទេបាយស្រូបនឹងព្រោះវាចិញ្ចប់ច្រើនតែដល់ពេលយើងមានគ្នាអញ្ចឹងទៅម្នាក់ធ្វើបន្តិចម្នាក់ធ្វើតិចអញ្ចឹងទៅគឺងាយស្រួលខ្លាំងមែនទែនឥឡូវនេះគឺហើយមិនដែរបងប្អូនតំណងអត់សម្រាប់ខ្ញុំចូលចិត្តណាស់បាយស្រូបបើថាទៅស្រុកខ្មែរវិញណាព្រឹកឡើងភាគច្រើនគឺខ្ញុំញ៉ាំតែបាយស្រូបទេប៉ុន្តែបើខ្ញុំទៅទិញនៅផ្សារតែងតែប្រាប់អ្នកលក់ថាសុំបាយតន្តិចទេតែយកសាច់ហើយនឹងជ្រក់ច្រើនចាឥឡូវនេះគឺហើយអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រកន្លងមកបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ share follow page ដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃផងចាឥឡូវនេះចុងភៅបន្ទាប់ពីធ្វើមុខម្ហូបហើយឥឡូវគឺចាប់ផ្ដើមនាំគ្នាអង្គុយញ៉ាំហើយមើលតែទឹកមុខទៅក៏ដឹងដែរថាសប្បាយចិត្តខ្លាំងប៉ុណ្ណាពួកឯងបានញ៉ាំមុខម្ហូបដែលយើងចូលចិត្តចឹងណាហើយបាយស្រូបនេះបងប្អូនកុំភ្លេចដាក់ម្ទេសជ្រក់ម្ទេសអីមកគឺថាអូយឆ្ងាញ់ពិសេសហ្មងអូខេចឹងចាំជួបនេះខ្ញុំនៅវីដេអូក្រោយៗអរគុណច្រើនដែលបានតាមដានទស្សនាហើយកុំភ្លេច follow page ដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃផងណាអរគុណជម្រាបលា